ចូលចិត្តញ៉ាំបាញ់ឆាវបងប្អូនបាញ់ឆាវនៅផ្ទះខ្ញុំបើថាធ្វើម្ដងគឺមិនតិចប្រទះទេ10ទៅ20ប្រទះឬក៏លើសនឹងក៏មានដែរអញ្ចឹងណាបើថាចង់ញ៉ាំទេតើតាយើង share គ្នាហើយបើសិនជាខ្ញុំធ្វើមេតុងទីនអីគឺបើន័យថាខ្ញុំ clean ហើយខ្ញុំហេវហើយហើយខ្ញុំហេវខ្ញុំសួរម៉ែថាម៉ែចាក់បាញ់ឆាវញ៉ាំអត់ហើយម៉ែគាត់ថាបើចាក់គឺត្រូវធៀមគ្រឿងធៀមអីឲ្យគាត់អញ្ចឹងគាត់អង្គុយចាក់តាមម្នាក់ឯងនៅលើក្រែក្បែរចក្រានចាក់បញ្ឆាវនឹងឯងគាត់ថាគាត់មិនដើររោបន្លែប្លុកអីទេគាត់ឈឺជើងអញ្ចឹងណាគាត់ថាបើចង់ចាក់គឺគាត់ចាក់ខ្ជិលទេអារឿងចាក់ហ្នឹងគឺចាក់ខ្ជិលទេតែបើថាដើររោដើរផ្សំគឺខ្ជិលហើយពួកខ្ញុំថាឥឡូវម៉ែចាំតែអង្គុយចាក់មកកន្លែងចាំពួកខ្ញុំអ្នកធ្វើពួកខ្ញុំមានបងប្អូន3នាក់ដល់ពេលអញ្ចឹងទៅshare លុយគ្នាម្នាក់15000ហើយជំនាញធ្វើក៏រៀងខ្លួនបងអូនថ្លៃខ្ញុំខាងទឹកត្រីទៅបងអូនខ្ញុំមួយទៀតទៅខាងរោបន្លែប្លុកអីចឹងជុំវិញផ្ទះចឹងណាហើយសម្រាប់ខាងខ្ញុំនេះគឺហៃស្លឹកចេកឬក៏ខ្ញុំជាអ្នកធ្វើនៅកន្លែងហ្នឹងជាមួយម៉ែតែម្ដងអញ្ចឹងការងារធ្វើបងគេវាមិនបបាក់ដើររញញ៉ៃអីទេហើយយើងចង់និយាយថាយើងមិនចេះដែរអីចឹងណាបន្លំមួយគេទៅព្រោះអីជំនាញរបស់យើងវាមិនសូវច្បាស់អាខាងធ្វើម្ហូបហ្នឹងហ៎បានត្រឹមតែបន្លែប្លុកបានមកដល់យើងបេះយើងជួយលាងទឹកទៅហាន់ខ្ទឹមហាន់អីឲ្យគេចឹងណាគេហៅថាកូនកបិតជំនាញបានខាងកូនកបិតហ្នឹងឯងកលេកឡនៅក្បែរគេអញ្ចឹងបានអីធ្វើត្រឹមត្រូវបងប្អូនហើយធ្វើភ្ញៀវហៅមិនមែនធ្វើបាញ់ឆាវញ៉ាំហ្នឹងបិទទ្វារណាទ្វារនៅបើកធម្មតាទូភ្ញៀវធម្មតាត្រូវភ្ញៀវហៅវោះគឺទៅបោះកៅអៅអញ្ចឹងទៅត្រូវភ្ញៀវហៅទិញសម្ភារៈទៅលក់សម្ភារៈអញ្ចឹងទៅហើយឆ្លៀតត្រឡប់ចេញមកវិញហ្នឹងគឺបាញ់ឆាវយើងនឹងបានចាក់ហើយខ្លះបន្លែយើងបានបេះហើយខ្លះអីអញ្ចឹងណាបងប្អូនហើយដល់ពេលបាញ់ឆាវម៉ែចាក់បានប្រទេសហ្នឹងខ្ញុំគឺសុំតេស្តមុនគេហើយដើម្បីចង់ដឹងរសជាតិថាឆ្ងាញ់ឬមិនឆ្ងាញ់តេស្តម្ដងពីប្រទេសហើយតែពីប្រទេសហ្នឹងគឺឆ្អែតទេបងប្អូនអើយបើថាឃ្លានហេវខ្លាំងបំផុតគឺ3ប្រទេសបើថាអត់ហេវអញ្ចឹងតែមកប្រទេសតែ2ប្រទេសអីទេបាញ់ឆាវតាមប៉ាត់ទៅញ៉ាំច្រើនវាល្អដែរអញ្ចឹងណាប៉ុន្តែគាត់ថាខ្ញុំដឹងមិនទេថាហេវខ្លាំងគឺ3ប្រទេសបើថាអត់ហេវមកប្រទេសតែ2ប្រទេសតែប៉ុណ្ណឹងគឺឆ្អែតហើយបើទៅហាងអីមកប្រទេស5000អីហ្នឹងឆ្អែតបាត់ហើយមកផ្ទះគេឡងប៉ប៉ុនផ្ទះហ៎បងប្អូនអើយគេចាក់ធំមិនដឹងផ្ទះយៈអីគេទេចាក់ទៅធំហើយស្ដើងហើយឡងស្រួយហើយក្តៅហើយបន្លែគេគឺថាដេកចេញមកគួរឲ្យចង់ញ៉ាំតាក់ទាញហ្មងនៅហាងហ្នឹងបងប្អូនមកផ្ទះតែ5000ទៅ6000អីទេចង់ញ៉ាំពិសេសមិនពិសេសអីចឹងណាហើយបើថាទិញញ៉ាំនៅតាមគេលក់ធម្មតាតែ2000 2500អីទេអាហ្នឹងដូចម៉ែគាត់ចាក់ចឹងសាមញ្ញធម្មតាប៉ុន្តែភាគច្រើនបើខ្ញុំចូលហាងគឺខ្ញុំទៅញ៉ាំមកប្រទេស5000 6000នោះហើយបើថាចង់ញ៉ាំមកផ្ទះ2000អីគឺឲ្យម៉ែចាក់តែបើថ្ងៃណាម៉ែខ្ជិលបដិសេធថាមិនចាក់ទេអាហ្នឹងបានទៅញ៉ាំនៅហាងចឹងណាបងប្អូនហើយបាញ់ឆាដែលយើងបានចាក់ហើយនេះពណ៌ឡើងគួរឲ្យចង់ញ៉ាំហ្មងនិយាយមែន